ជំរាបសួរបងប្អូនតាមបណ្ដាញសង្គម Facebook ទាំងអស់គ្នាខ្ញុំធ្វើវីដេអូមួយនេះគឺចែករំលែកអំពីវិធីសាស្ត្រគ្រប់គ្រងគីឡូពី85គីឡូមកដល់65គីឡូតើវិធីសាស្ត្ររបស់ខ្ញុំមានប្រសិទ្ធភាពដែរឬទេតោះបងប្អូនទី1គឺតកតងជាមួយនឹងការធ្វើការងារឲ្យរវល់ដើម្បីបំភ្លេចនៅការឃ្លានញ៉ាំអាហារជាដើមទី2គឺកាត់បន្ថយការជួបជុំមិត្តភ័ក្តិដែលបបួលយើងទៅផឹកស៊ីតាមក្លឹបកម្សាន្តនានាចំណែកទី3គឺកាត់បន្ថយនៅគ្រឿងភេសជ្ជៈដែលផ្អែមមានលើសជាតិស្ករឬក៏ដែលអាចបណ្ដាលឲ្យយើងកើតជំងឺទឹកនោមផ្អែមចំណែកឯទី4គឺរៀនហាត់ប្រាណត្រូវហាត់ប្រាណ15នាទីនិងអានសៀវភៅឲ្យបាន30នាទីជារៀងរាល់ថ្ងៃនិងជារៀងរាល់ព្រឹកនិងពេលល្ងាចចំណុចទី5គឺរក្សាគម្លាតពីអ្នកផ្ទះដើម្បីរៀបចំរបបអាហារថ្មីចំណុចទី5គឺយើងត្រូវរៀបចំរបបអាហារថ្មីសម្រាប់រាងកាយរបស់យើងកំណត់ការញ៉ាំកំណត់ការគេងនិងកំណត់ការកម្សាន្តទី6គឺដំណើរកម្សាន្តដែលរីករាយធ្វើឲ្យផ្លូវចិត្តយើងសប្បាយរីករាយមានពេលលំហែកាយច្រើនដែលជាការដែលធ្វើឲ្យយើងបាត់បង់នៅចំណង់អាហារជៀសវាងការឡើងគីឡូមកវិញដូច្នេះអារម្មណ៍ដែលធ្វើឲ្យយើងរីករាយស្រស់ស្រាយបែបធម្មជាតិលំហែតាមឆ្នេរសមុទ្រព្រៃភ្នំហើយនឹងការឡើងភ្នំជិះកង់ក៏ជាផ្នែកមួយដែលជួយឲ្យយើងស្រកគីឡូផងដែរចំណុចទី7ឈប់គិតពីរបស់ញ៉ាំឬក៏អាហារសម្រន់ដែលមានសារជាតិខ្លាញ់ច្រើនដែលបណ្ដាលឲ្យយើងចេះតែនឹកឃើញឃ្លានញ៉ាំនោះនឹងធ្វើឲ្យយើងឡើងគីឡូមកវិញយើងត្រូវតែកាត់បន្ថយចោលទាំងអស់នៅអ្វីដែលយើងធ្លាប់ញ៉ាំពីមុនទី8រៀនរស់នៅម្នាក់ឯងនិងរៀនគ្រប់គ្រងនៅគីឡូខ្លួនឲ្យបានល្អតាមរយៈការហាត់ប្រាណតាមរយៈការធ្វើកិច្ចការងារណាដែលបញ្ចេញកម្លាំងហើយបែកញើសដើម្បីឲ្យសុខភាពល្អការគ្រប់គ្រងគីឡូពី85គីឡូមក65គីឡូតាមវិធីរបស់ខ្ញុំអាចមានប្រសិទ្ធភាព50%ប្រសិនបើអ្នកចង់ឲ្យបាន100%លុះត្រាតែអ្នកទាំងអស់គ្នាអនុវត្តនៅគោលការណ៍ទាំង8ហ្នឹងគឺជាវិធីសាស្ត្រក្នុងការសម្រកគីឡូបានយ៉ាងល្អតោះតាមដានខ្ញុំទាំងអស់គ្នាតើខ្ញុំអាចស្រកគីឡូបានប្រមាណគីឡូក្នុងខែវិច្ឆិកានេះ